សួស្តីបងប្អូនអរគុណជួបគ្នាម្ដងទៀតនៅក្នុងថ្ងៃនេះខ្ញុំចង់យកប្រធានបទមួយតាក់ទងទៅនឹងខកពីមួយដែលនិយាយអំពីគ្រប់កិច្ចការទាំងអស់ដែលផ្សំគ្នាមកដើម្បីនឹងការល្អសម្រាប់អស់អ្នកដែលស្រឡាញ់ដល់ព្រះអង្គដើម្បីឲ្យយល់ខកពីទាំងនេះខ្ញុំចង់លើកយករឿងមួយតាក់ទងនឹងបរិសម្នាក់គាត់ចង់ធ្វើជាបេសកជនទៅកាន់ប្រទេសមួយប៉ុន្តែគាត់អធិដ្ឋានហើយគាត់អត់មានឱកាសក្នុងការទៅប្រទេសនេះដោយសារប្រទេសនេះជាប្រទេសដែលស៊ីសាច់មនុស្សនេះឯងជាអាហារគាត់អធិដ្ឋានរហូតគាត់អធិដ្ឋានចាំមិនអីថ្ងៃមួយគាត់គ្រោះថ្នាក់ចរាចរណ៍ហើយគាត់បាក់ជើងទៅទីពេទ្យហើយគាត់ដាក់ជើងសុបនិមិត្តក្រោយទៀតគាត់អធិដ្ឋានម្ដងទៀតព្រះអង្គក៏ឆ្លើយតបនៅពេលដែលគាត់ទៅដល់ទឹកដីនោះគឺមនុស្សនៅទីនោះបានចាប់គាត់ហើយក៏បានប្រុងនឹងយកគាត់ធ្វើម្ហូបដល់ពេលទៅទីកបិតមកកាប់ចំជើងសុបនិមិត្តគាត់ហើយក៏គេអស្ចារ្យនៅក្នុងចិត្តហើយមនុស្សនៅក្នុងសហគមន៍ចាប់ផ្ដើមមានការអស្ចារ្យហើយក៏សម្រេចចិត្តឆ្ងល់អំពីថាបរិសុទ្ធនេះជានរណាហើយក៏សង្កេតឃើញពីគាត់ហើយគាត់ក៏មានឱកាសនៅក្នុងការផ្សាយដំណឹងល្អទៅកាន់សហគមន៍ដែលស៊ីសាច់មនុស្សហ្នឹងខ្ញុំចង់អានខកពីនេះដើម្បីឲ្យបងប្អូនអរគ្នាបានដឹងជាមួយនឹងគ្នាខកពីនេះជាខកពីពេញនៅក្នុងព្រះគម្ពីររ៉ូមជំពូកទី8ខ28តែយើងដឹងថាគ្រប់ការទាំងអស់ផ្សំគ្នាសម្រាប់សេចក្តីល្អដល់អស់អ្នកណាដែលស្រឡាញ់ព្រះគឺដល់អស់ពួកអ្នកដែលទ្រង់បានហៅមកតាមតម្រេះទ្រង់នៅក្នុងខកពីនេះចង់រំលឹកខ្ញុំអំពីការទុកចិត្តព្រះអង្គការឆ្លុះបញ្ចាំងការទុកចិត្តរងចាំនៅពេលវេលារបស់ព្រះជាម្ចាស់ដោយដែលខ្ញុំបានលើកយករឿងខាងលើនេះគឺជួយបញ្យល់បន្ថែមទៀតអំពីការរងចាំពេលវេលារបស់ព្រះអង្គដឹងថាតើពេលណាដែលល្អពេលណាដែលសមស្របសម្រាប់តម្រូវការរបស់យើងពេលខ្លះនៅពេលដែលយើងអធិដ្ឋានសុំអ្វីពីព្រះអង្គវាហាក់ដូចជាមានទ្វារបិទពីព្រោះព្រះអង្គដឹងថាប្រសិនព្រះអង្គបើកឥឡូវប្រហែលជាអាចមានបញ្ហាអីសម្រាប់យើងអញ្ចឹងព្រះអង្គក៏ឲ្យយើងរងចាំពេលវេលារបស់ព្រះអង្គពីព្រោះពេលវេលារបស់ព្រះអង្គគឺជាពេលដែលគ្រប់លក្ខជាពេលវេលាដែលត្រឹមត្រូវសមស្របជាទីបំផុតនៅថ្ងៃនេះចង់លើកទឹកចិត្តបងប្អូនអរគ្នាកុំបារម្ភនៅក្នុងស្ថានភាពជីវិតកុំបារម្ភនៅក្នុងការងារការប្រឈមគ្រប់បែបយ៉ាងគ្រាន់តែទុកចិត្តព្រះអង្គស្មោះត្រង់ចំពោះអ្វីដែលយើងកំពុងធ្វើនោះព្រះអង្គនឹងតម្រង់ទិសដៅនៅក្នុងជីវិតរបស់យើងវាដូចជារឿងមួយនៅក្នុងកាពីលោកុបាទដែរតាក់ទងទៅព្រះអង្គត្រាស់ហៅលោកអាប់រ៉ាហាំព្រះអង្គត្រាស់ហៅគាត់ទៅកាន់ទឹកដីមួយដែលព្រះអង្គនឹងបង្ហាញប៉ុន្តែលោកអាប់រ៉ាហាំអត់ស្គាល់ថាតើទីកន្លែងនោះជាអ្វីនោះទេប៉ុន្តែនៅក្នុងដំណើរដែលគាត់ធ្វើដំណើរតាមផ្លូវព្រះអង្គសម្ដែងការអស្ចារ្យព្រះអង្គដឹកនាំគាត់ហើយគាត់ធ្វើដំណើរទៅតាមការតម្រង់ទិសរបស់ព្រះពីមួយជំហានទៅមួយជំហានប្រសិនបើយើងទាំងអស់គ្នាដឹងថាគោលដៅដែលយើងត្រូវទៅជាគោលដៅឧទាហរណ៍ដែលយើងចេញពី A ទៅ B អញ្ចឹងបើយើងដឹងថា B ជាអ្វីហើយប្រហែលជាយើងទុកចិត្តខ្លួនឯងច្រើនជាងទុកចិត្តផែនការប្រហែលជាយើងនឹងរៀបផែនការសម្រាប់ខ្លួនឯងជាការទុកចិត្តដល់ព្រះជាម្ចាស់អញ្ចឹងហើយបានជាព្រះអង្គចង់ឲ្យយើងទុកចិត្តព្រះអង្គនៅក្នុងដំណើរជីវិតរបស់យើងនៅទីបញ្ចប់យើងនឹងឃើញលទ្ធផលដែលស្រស់បំព្រងសូមអរគុណច្រើនសូមព្រះអង្គប្រទានពរបងប្អូនអរគ្នា